ពេលខ្លះក្តីស្រឡាញ់ពិតនៅក្នុងជីវិតយើងគឺវាត្រូវការពេលវេលាមានមនុស្សជាច្រើនដែលគាត់ខកចិត្តនឹងជីវិតស្នេហាដែលគាត់មិនបានជួបមនុស្សដែលគាត់ត្រូវចិត្តបើសិនជាយើងនិយាយនៅក្នុងចំណងកម្មនិស័យពេលខ្លះយើងជាប់ជំពាក់កម្មជាមួយនឹងមនុស្សច្រើននេះអាចជាហេតុផលធ្វើឲ្យយើងអាចនឹងជួបរឿងស្នេហាខកចិត្តច្រើននៅត្រង់កន្លែងនេះមានបងប្អូនខ្លះគាត់លើកឡើងថាគាត់ធ្វើល្អគាត់ស្មោះត្រង់គាត់លះបង់គាត់គួរតែជួបមនុស្សល្អមែនបងប្អូនបើសិនជាយើងនិយាយអំពីលក្ខខណ្ឌអំពើល្អភាពស្មោះត្រង់វាសមតែទទួលការតបស្នងមកវិញដោយសេចក្តីល្អនិងសេចក្តីស្រឡាញ់ពិតដូចគ្នាមែនក៏ប៉ុន្តែបើសិនជាយើងជីវិតរបស់យើងមានជាប់ជំពាក់កម្មនោះហើយដែលជាចំណុចដែលធ្វើយើងត្រូវហែលឆ្លងណាសេចក្តីទុក្ខណាការឈឺចាប់នឹងស្នេហានឹងមានច្រើនអញ្ចឹងអ្វីដែលយើងអាចធ្វើបានគឺមានតែការអត់ធ្មត់ហើយនឹងខំធ្វើសេចក្តីល្អឲ្យជីវិតខ្លួនឯងបានច្រើនបងប្អូននៅក្នុងជីវិតមនុស្សយើងនេះមនុស្សល្អគាត់នឹងមានពេលវេលាល្អហើយគាត់នឹងអាចមានឱកាសជួបមនុស្សល្អដូចគ្នា